នេះជាសមិទ្ធផលដែលខ្ញុំបានលេង Celebi 4-5 ថ្ងៃតើចង់ដឹងថាខ្ញុំមានអ្វីខ្លះសូមតាមវីដេអូនេះដល់ចប់បាទកុំអង្វរពេកគឺយើងចូល review item យើងតែម្ដងថាយើងទទួលបានអ្វីខ្លះក្រោយពីលេង Celebi បាន 4-5 ថ្ងៃតោះជួងចូលទៅមើល stack មុនគេគឺមិច item អីមិចអស់ប្រាវKing Melee King of Hero អីមើលតាមនឹង Race Angel and Title Emperor Rule អីមើលតាមនឹង High Class Sensu អីហ្នឹងបើខ្ញុំនិយាយខុសឬនិយាយខុសឆ្គងសំរងតោះណាសូមកុំកែប្រកាន់យកទុកកំហុសខ្ញុំអីដល់ហើយយើងចូលទៅមើល item តែម្ដងទៅនេះជា item ដែលខ្ញុំទទួលបានមានរបស់ច្រើនយើងមើលតាមហ្នឹងមានដូចជានេះអានេះដាក់ខូដទេតែខ្លះខ្ញុំមិនដាក់ខូដហៅខ្លួនឯងហើយ item មានច្រើនដែរមាន item ទៅវាយពីមេអីទេហៀបប្រាប់អត់ទេមើលតាមហ្នឹងទៅវីដេអូនេះខ្ញុំចង់ធ្វើឲ្យខ្លីដែរនេះរបស់ដែលសំខាន់មានដៃ King of Hero Limit Left Moon Slayer យើងចូលមើលចូលមើលបិទនេះសិនហើយដាក់ animation កណ្ដាលជាងមកឈប់ដាក់មកគាំងទូរស័ព្ទទៅហើយមើលដាក់វីមួយមើលលុយកប់នេះមានតែប៉ុណ្្នឹងយើង review តា ultimate បានអី skill move animation បានអីហើយយើងមើលនេះគឺជា stronger up to the Gojo V2 មើលដាក់ skill V មួយមើលអូយគៀងចំវាអូយយើងគៀងហើយមាន Curse King តែយើងយក King of Hero super ជាងយើងមានដាវយើងមានដាវ Abyss នេះអូយើងមានអានេះដាវនេះមានអក្សរ F ស្អាតខ្ញុំវាយដល់ផ្លែតបានហ្នឹងហើយយើងមានដាវ Atomic I Queen Atomic មានអក្សរ F មាន skill អក្សរ F ដែរ Shadow ហើយនេះហើយយើងយក Atomic យើងវិញមកជឿដាក់ review skill Abyss ណាបាទខ្ញុំចូលទៅដកនេះមួយសិនគឺថាខ្ញុំបានដក graphic ហើយបាទរៀង smooth តិចវិញណានេះជាitem close ដែលខ្ញុំមានរបស់accessory ខ្ញុំមានដែលខ្ញុំអាចពាក់បាននេះមើលតាមនឹងមានរបស់ច្រើនដែរ I Queen នៅ6ខ្ញុំអង្គុយវាយ farm យូរដែរនេះយូរដែរនេះតែខ្ញុំយក Atomic ពាក់លោជាងនេះជារបស់ខ្ញុំពាក់របស់ខ្ញុំមានហ្នឹងហើយនេះវាអត់មានហ្នឹងហើយ Aura នេះ Aura មានច្រើនមាន Angel Aura អីហ្នឹងតែខ្ញុំស្លយកតែ Aura Mon នេះ Aura នេះហើយនេះ comic មានប៉ុណ្ណឹងខ្ញុំយកនេះពាក់បរាបរហើយតែខ្ញុំឲ្យពាក់ឃើញនេះហើយ Two Title យើងបានអ្វីខ្លះនេះជា New Title ច្រើនណាស់តែខ្ញុំ New Title សំខាន់នៅ C2 អត់មានតែ Frozen Emperor Impact ហើយជប់ហើយនេះយើងទៅមើល damage វិញយើងម្ដងនេះ damage 700ជាងយើងកាន់ដៃនេះបើយើងកាន់ដាវប៉ុណ្នេះហើយយើងទៅមើលឡាយនេះម្ដងនេះអូ observation នឹងមិនបាត់មិនទៅហើយយើងចូលទៅមើល skill F តែម្ដងទៅបាននេះយើងដាក់ graphic ឡើងវិញនេះយើងបានដាក់អីនេះគឺជា skill F
ប៉ុណ្ណឹងហើយបិទតែប៉ុណ្ណឹងបានណាចេះស្កែយើងបិទ graphic មួយសិនខ្ញុំភ្លេចប្រាប់នេះនៅមានកន្លែងមួយទៀតនេះ master យើងមាន master អូខេយើងមើលតាមហ្នឹងទៅ master យើងមានអីច្រើនទេព្រោះខ្ញុំនេះតែមួយដែរអូខេហើយ artifact នេះជា artifact ខ្ញុំមានដែរហើយគឺថាយើងមើល storage ម្ដងនេះជា storage ដែលខ្ញុំមានគឺមានតែប៉ុណ្្នឹងហើយយើងទៅមើលកន្លែងទៀតថាខ្ញុំមានអ្វីតទៀតឥឡូវខ្ញុំសុំ scope video scope មួយសិនបាទឥឡូវខ្ញុំមក C1 វិញហើយបាទឥឡូវយើងទៅមើលរបស់ទាំងអស់នេះនេះរបស់ខ្ញុំបបបានគឺ Emperor ហើយមានខ្វាន់បបច្រើនណាស់នេះឥឡូវទៅមើលកន្លែងនេះម្ដងហើយគឺខ្ញុំឡើង level 5ហើយតែទៅខ្វះទៅ farm នៅដងចិនច្រើនដងទៀតធ្វើខ្វះវាអត់សូវពិបាកដែរហើយឡាននេះ Raiden ហើយនេះគឺជាបាត់ឡាញខ្ញុំអាប់តែគឺខ្ញុំអាប់ប៉ុណ្្នឹងសិនអត់ចង់ជះ picture up ជីមច្រើនខ្ញុំសុំ scope មួយទៀតហើយបាទដៃបាទដៃ King of Hero ហើយនឹងដាវអាតូមិកខ្ញុំគឺបានមិចវ៉ែលហើយនៅដែលបើ clone ខ្ញុំគឺតបានអាប់ទេហើយខ្ញុំទៅអាប់សុំអាប់អាចដាវអាយ queen មួយទៀតអាយ queen មួយនេះដូចមិនចាំបាច់ទេតោះថាខ្ញុំបានអាប់ប៉ុណ្្នឹងហើយតោះ scope មួយនឹងនេះរបស់ដែលខ្ញុំបានគឺ cause អីគេខ្ញុំអាចដាច់ដែរឥឡូវយើងចូលទៅមើលឡើងមួយទៀតដែលខ្ញុំមានគឺថាណៃដងចិនខ្ញុំ token ខ្ញុំមាន58បាទមានចំនួន58ដែរតោះទៅមើលមួយទៀតបើកន្លែងនេះអត់ដឹងដែរកន្លែងនេះខ្ញុំឡើងទៅដល់ប៉ុណ្្នឹងអីតោះទៅមើលមួយកន្លែងទៀតបើកន្លែងដើមឈើគឺខ្ញុំមានប៉ុណ្្នឹងឥឡូវយើងកុំឲ្យខាតពេកយើងចូលអាប់អានេះមួយទៀតតែម្ដង10បាន10 coin ទៀតដែរហើយទៅមើលមួយកន្លែងទៀតនេះជាកន្លែង upgrade ដែរបាទខ្ញុំនេះ AB ខ្ញុំAB ខ្ញុំគឺអាប់បានអីមើលតាមហ្នឹងទៅបងមានប្រហែលមើលតាមហ្នឹងណាបងប្អូនមើលទៅប៉ុណ្ណឹងតាយើងទៅមើលមួយកន្លែងទៀតដឹងថាអស់ឬនៅទេអូខេគឺអស់ហើយគឺថាយើងបាន review អស់ហើយខ្ញុំអរគុណអ្នកនរគ្នាដែលមើលវីដេអូតាំងពីដើមរហូតដល់ចប់សូមជាចុងក្រោយខ្ញុំអរគុណសូមជម្រាបលាបាយបាយហើយខ្ញុំដឹងហើយថាអ្នកមនុស្សភាគច្រើនដែលមើលវីដេអូខ្ញុំភាគច្រើនមើលមិនដល់ចប់ទេហើយបើមើលដល់ចប់ហើយសូម like សូម follow ម្នាក់មួយមកបាយបាយ